បងប្អូនដែលមករស់នៅសហរដ្ឋអាមេរិកហើយភាសាអង់គ្លេសយើងប្រើប្រាស់អត់បានណាយើងអាចរៀនភាសាអង់គ្លេសដោយមិនអស់ថ្លៃមិនអស់លុយចឹងយើងចូលទៅតាម website នេះទៅខ្ញុំបានចូលរៀនចុះឈ្មោះចូលរៀនបានរយៈពេលមួយអាទិត្យហើយនេះ website នេះយើងចូលទៅតាមនឹងទៅគឺ free អត់អស់លុយទេដែលដូចឈ្មោះតានេះនៅ Delaware County ដែលរដ្ឋដែលខ្ញុំរស់នៅឈ្មោះ Leadership Council ចឹងយើងចូលទៅ website ហ្នឹងទៅយើងចុចអូទៅក្រោមឃើញពាក្យbecome a student ចឹងយើងចុចពាក្យហ្នឹងមកដើម្បីយើងបំពេញ form របស់គេហ្នឹងហើយយើងបំពេញទៅយើងចុច submit ទៅរយៈពេល2ទៅ3អាទិត្យអ្នកនៅ Leadership ហ្នឹងគេតំណងមកយើងវិញហើយចឹងយើងយកពាក្យ English as a second language ESL នេះមកយើងចុចទៅលើវាទៅហើយយើងបំពេញបែបម៉ត់តាមដែលគេបានប្រាប់យើងដាក់ឲ្យយើងបំពេញចឹងយើងជ្រើសយកសាខាណាដែលនៅជិតកន្លែងដែលយើងរស់នៅហើយនេះមាន first name យើងដាក់មក last name ហើយនឹងលេខទូរស័ព្ទហើយនឹង email របស់យើងនឹងផ្លូវលេខ street address number and street city ដែលយើងរស់នៅហើយនឹងរដ្ឋ zip code ថ្ងៃកំណើតហើយនឹង best way to contact គេចង់ឲ្យគេតាក់ទងយើងមកតាម email ឬមួយក៏លេខទូរស័ព្ទហើយចង់ឲ្យគេតាក់ទងមកពេលព្រឹកពេលថ្ងៃពេលល្ងាច best time to contact are there any time during the week that you are not available បើក្នុងមួយអាទិត្យនឹងយើងរវល់ថ្ងៃណាខ្លះយើងអាចទៅសេដាក់នៅក្នុងប្រអប់នឹងបានក្រែងលោកគេតាក់ទងមកយើងទៅយើងជាប់រវល់អីចឹងយើងអាចផ្នប់ដាក់នៅនឹងបានហើយ what is the highest grade or level of school you have complete យើងរៀនបានកម្រិតណា was the schooling in the US យើងអត់បានរៀននៅ US ហ្នឹងទេយើងទៅមកយើងដាក់ no យើងទៅហើយ do you have a job យើងមានការងារយើងដាក់មានទៅ part time full time unemployed អត់មានការងារយើងដាក់អត់ចឹងទៅពេញតាមបែបបទហើយ my main goal for studying at DCRC is គេឲ្យយើងរៀបរាប់អំពីគោលបំណងរបស់យើងដែលយើងចង់រៀននឹងដើម្បី